ស្ដីប្រិមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់គ្នាយុគនេះបើយុគនេះស្នាទីថ្មីម្ដងទៀតហើយជាមួយខ្ញុំបាទ MC កុសលធីបក្នុងការវិភាគបាល់ទាត់ក្នុងពានរង្វាន់ Europa League និង Conference League ជំនួបការប្រកួតរវាងក្រុម Aston Villa ប៉ះជាមួយនឹងក្រុម Nottingham Forest Freiburg ទទួលស្វាគមន៍ក្រុម Braga ចំណែក Crystal Palace ទៅប៉ះជាមួយនឹងក្រុម Shakhtar Donetsk ក៏កុំឲ្យខាត់ពេលយូរចូលមកដល់ការវិភាគរបស់អេមីនតែម្ដងទៅគូទី1ការប្រកួតរវាងក្រុមAston Villa ប៉ះជាមួយនឹងក្រុម Nottingham Forest ពួកគេសិតតែលេងនៅលីកកម្ពុជារបស់អង់គ្លេសដូចគ្នាក្នុងការប្រកួតចុងក្រោយដែលប៉ះគ្នាជើងទី1បាទក្រុម Nottingham Forest បាទគឺឈ្នះ1-0នេះជាការប្រកួតជើងទី2នៅក្នុងពាក់កណ្ដាលផ្ដាច់ព្រាត់ការប្រកួតចុងក្រោយរបស់ក្រុម Aston Villa បាទគឺចាញ់ទៅលើក្រុម Tottenham Hotspur 1-2ចំណែកក្រុម Nottingham Forest ក៏បានយកឈ្នះទៅលើក្រុម Chelsea 3-1ផងដែរតាមការវិភាគរបស់ Admin គូទី1នេះ Admin គិតថាក្រុម Aston Villa នឹងឈ្នះទៅលើក្រុម Nottingham Forest 2-1ចូលមកដល់គូទី2ការប្រកួតរវាងក្រុម Freiburg របស់អាល្លឺម៉ង់ត្រូវស្វាគមន៍ក្រុម Braga របស់ប៉ូទុយហ្គាល់ងួបជើងទី1ការប្រកួតលេងក្នុងទឹកដីរបស់ Braga គឺឈ្នះ2-1នេះជាការប្រកួតជើងទី2ហើយនៅក្នុងទឹកដី Freiburg ការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ Freiburg គឺស្មើជាមួយនឹង Wolfsburg 1-1ចំណែក Braga ក៏ស្មើជាមួយនឹងក្រុម Estoril 1-1ដូចគ្នាសម្រាប់គូទី2នេះដែរបើតាមការវិភាគរបស់ Admin គិតថាក្រុម Braga នឹងមានភាគរយខ្ពស់ក្នុងការឈ្នះទៅលើ Freiburg បន្តទៀតដោយលទ្ធផល1-0ចូលមកដល់គូទី3វិញការប្រកួតនៅ Conference League Crystal Palace ត្រូវបើកទ្វារកីឡដ្ឋានទទួលក្រុម Shakhtar Donetsk ការប្រកួតជំនួបជើងទី1លេងក្នុងទឹកដី Shakhtar គឺ Crystal Palace ឈ្នះ3-1ម្ដងហើយពីជំនួបការប្រកួតជើងទី2ក្នុងទឹកដី Crystal Palace វិញការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ចាស់គឺធ្វើមិនបានល្អទេបាទត្រូវចាញ់ទៅលើក្រុម Bournemouth 3-0ក្រៅដីនៃ Shakhtar Donetsk វិញគឺធ្វើបានល្អដោយឈ្នះទៅលើ Dynamo Kiev 2-1នេះបើតាមការវិភាគរបស់មានគូទី3ចុងក្រោយនេះក្រុម Crystal Palace នៅតែបន្តឈ្នះទៅលើក្រុម Shakhtar Donetsk បន្តទៀតដោយលទ្ធផល2-0បងប្អូនយល់យ៉ាងណាសម្រាប់ការវិភាគរបស់ Admin ជួយ comment នៅក្នុងវីដេអូមួយនេះជួយ like ជួយ share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតនេះនៅវីដេអូក្រោយ